លោកអឿនយៈដែលគេស្គាល់គាត់ថាជាវីរៈបុរសដ៏មានអាគីរ៉ាកើតនៅឆ្នាំ 1970 ក្នុងភូមិជនបទមួយនៅកម្ពុជានៅវ័យកុមារជីវិតគាត់គួរតែដោយកុមារធម្មតាទៅសាលារៀនអក្សរនិងលេងជាមួយមិត្តភ័ក្តិប៉ុន្តែជីវិតនោះមិនបានកើតឡើងឡើយនៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចប្រទេសត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងសាលារៀនត្រូវបានបិទទ្វារកុមារច្រើនត្រូវបង្ខំចិត្តឲ្យធ្វើការងារដ៏លំបាកនិងបាត់បង់ឱកាសសិក្សាបាទខ្ញុំឈ្មោះអាគីរ៉ាខ្ញុំបានស្ម័គ្រចិត្តជួយដោះមីនតាំងពីឆ្នាំ 1990 មកដល់ឥឡូវមិនទាន់ឈប់ទេនៅតែធ្វើឲ្យមានសុវត្ថិភាពប្រើប្រាស់ដីដល់ប្រជាពលរដ្ឋបាទផ្ទៃដីដែលខ្ញុំរាវចាប់ពី 2008 មកដល់ឥឡូវបាន 800 ហិកតាតែចាប់ពីឆ្នាំ 1990 មកដល់ 2008